ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំចំពោះគុណកៅទាំង3មានគុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃដោយសេចក្តីគោរពជ្រះថ្លាសពកាលសូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពកោតក្រែងនិងជាទីសក្ការៈជ្រះថ្លាចម្រើនពរញោមញាតិពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីរាប់អាននៅក្នុងคลิปនេះដែរខ្ញុំព្រះករុណាអាត្មាភាពសូមលើកជូននៅកុសលកម្មបត្តិ10យ៉ាងកុសលគឺសេចក្តីល្អផ្នែកខាងកុសលកម្មបត្តិ10យ៉ាងមានកាយកម្ម3វចីកម្ម4និងមโนកម្ម3កាយកម្ម3យ៉ាងទី1បាណាតិបាតាវេរមណីចេតនាជាហេតុវាចាកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វទី2អតនីទានាវេរមណីចេតនាជាហេតុវាចាកិរិយាកាន់យកនៅវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចាទី3កាមេសមិច្ឆាចារាវេរមណីចេតនាជាហេតុវាចាកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយវចីកម្ម4យ៉ាងគឺ1មុសាវាទាវេរមណីចេតនាជាហេតុវាចាកិរិយាពោលនៅពាក្យកុហកទី2បិសុណាយៈវាចាយៈវេរមណីចេតនាជាហេតុវាចាកិរិយាពោលនៅពាក្យញុះញង់សុសៀតបំបែកបំបាក់អ្នកដទៃទី3ភរុសាយៈវាចាយៈវេរមណីចេតនាជាហេតុវាចាកិរិយាពោលនៅពាក្យអាក្រក់មានពាក្យត្រគោះបោះបោកជេរប្រតិចអ្នកដតីជាដើមទី4សម្ភបលាបាវេរមណីចេតនាជាហេតុវាចាកិរិយាពោលនៅពាក្យរយរាយឥតប្រយោជន៍មโนកម្ម3យ៉ាងទី1អនភិច្ឆាមិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដតីដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយទី2ព្យាបាទោមិនមានចិត្តចងគំនុំគុំគួនគិតប៉ងនឹងឲ្យអ្នកដតីដល់នៅសេចក្តីវិនិច្ឆ័យឡើយទី3សម្មាទិដ្ឋិគំនិតយល់ឃើញត្រូវពិតហើយប្រកាន់ឡើងថាជាត្រូវមែនអ្នកណាបានប្រព្រឹត្តត្រូវតាមកុសលកម្មបត្តិទាំង10ប្រការដូចបានពោលមកហើយនេះអ្នកនោះនឹងមានសេចក្តីសុខសេចក្តីចម្រើនក្នុងលោកទាំងពីរគឺក្នុងមនុស្សលោកនេះនិងបរលោកនាយជាប្រាកដកុសលកម្មបត្តិ10ប្រការចប់ដោយសង្ខេបតែប៉ុណ្ណេះសូមព្រះករុណាញាតិញោមជ្រះថ្លាអនុមោទនា